សន្តានហាប្រតិនៃព្រះអរហន្តមកលើពួកជនមាត់ចត់យ៉ាងណាទឹកចិត្តម៉ែឪលើបុត្រធីតាមាត់ចត់អស្ចារ្យក៏យ៉ាងនោះដែរចូលកូនទាំងឡាយកុំវាយតម្លៃទឹកចិត្តប្រពៃនៃពុកនិងម៉ែឲ្យស្មើនឹងទ្រព្យឬស្មើប្រាក់ខែព្រោះថាឪម៉ែជាព្រះអរហន្តនៅក្នុងលោកនេះពុំមាននរណាចិត្តគិតប្រាថ្នាមេត្តាពេកពុនលើកូនប្រុសស្រីមានន័យគុណធ្ងន់ឲ្យដូចអរហន្តមេត្តាបិតាបើកូនស្វែងរកអង្គព្រះអរហន្តដើម្បីបន្ទន់អោនក្រាបសិរសាកូនត្រូវនឹកដល់មេត្តាបិតាព្រះអរហន្តាស្ថិតនៅក្នុងផ្ទះមេត្តាបិតាចិន្តាបរិសុទ្ធស្ម័គ្រស្មោះលើបុត្រសុទ្ធចិត្តត្រង់លះកម្លាំងកាយចិត្តជីវិតប្រមាសចិត្តល្អដោយព្រះវេស្សន្តរក្សត្រា